បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់មកបង្ហាញទាក់ទងជាមួយនឹងថ្នាំលាងរ៉េស៊ីនហើយនឹងលាងរសជាតិទាក់ទងជាមួយនឹងថ្នាំនេះដែរអតិថិជនខ្លះគាត់អត់ទាន់ដឹងទេខ្លះគាត់ដឹងហើយពីវិធីលាងវាមានតាមប្រភេទម៉ាស៊ីនបាទម៉ាស៊ីនសេរីចាស់យើងលាងផ្សេងបាទម៉ាស៊ីនសេរីថ្មីយើងលាងផ្សេងបាទអញ្ចឹងខ្ញុំបញ្យល់តាក់ទងជាមួយនឹងម៉ាស៊ីនសេរីចាស់បាទតាក់ទងនឹងម៉ាស៊ីនសេរីចាស់គឺយើងអត់មានប្រភេទក្បាលនេះទេបងប្អូនបាទយើងអត់មានប្រភេទក្បាលនេះទេអញ្ចឹងគឺយើងមានជាប្រភេទក្បាលនេះបាទអញ្ចឹងតាក់ទងជាមួយនឹងការលាងរ៉េស៊ីហ្នឹងអញ្ចឹងបងប្អូនដែលប្រើម៉ាស៊ីនសេរីចាស់បាទដែលប្រើម៉ាស៊ីនសេរីចាស់ហ្នឹងបងប្អូនបើអត់តមានរ៉ាក់គ័រនេះគេហៅរ៉ាក់ក័រអញ្ចឹងបើបងអត់តមានទេបងអាចទិញ3ចំនួន3បងទិញខាងនេះ1ហើយនឹងខាងក្រោយនេះ1ទៀតបាទសម្រាប់បងប្អូនក្នុងការដោះអញ្ចឹងបងប្អូនគ្រាន់តែដោះវាចេញមកបាទឧទាហរណ៍បងប្អូនដែលត្រូវការលាងបាទលាងប្រភេទរ៉េស៊ីនបាទអញ្ចឹងគឺបងប្អូនត្រូវដោះវាហើយបន្ទាប់មកបងប្អូនមួចេញឧទាហរណ៍ថាខ្ញុំមួចេញបាទអញ្ចឹងយើងមួចេញវាដោះវាចេញហើយបន្ទាប់មកយើងចាក់ថ្នាំនេះចូលបាទយើងចាក់ថ្នាំនឹងចូលហើយយើងត្រាំចំនួន15នាទីយើងត្រាំវាចោល15នាទីអញ្ចឹងទៅបាទហើយបន្ទាប់មកទៀតបងប្អូនមួបញ្ចូលវិញបាទបងប្អូនយើងមួបញ្ចូលវិញមកបាទបាទដោយសារដៃមិនហៀងបងប្អូនជាស្រ័យយើងត្រូវតែមួបញ្ចូលវាវិញឲ្យជិតតាមទម្រង់ដើមហើយបន្ទាប់មកទៀតបងប្អូនលាងបាទយើងត្រាំ15នាទីហើយយើងលាងពីលើចុះមកក្រោមគឺចំណុចនេះបាទគឺចំកណ្ដាលបាទចំកណ្ដាលអញ្ចឹងគេហៅថាលាងពីលើចុះមកក្រោមនេះសញ្ញាព្រួញបាញ់ចូលក្នុងបាទសញ្ញាព្រួញបាញ់ចូលក្នុងហ្នឹងគេហៅថាលាងពីលើចុះមកក្រោមអញ្ចឹងបងប្អូនកាច់អញ្ចឹងរហូតទៅដល់15នាទីអីទៅឬ20នាទីទៅសំខាន់បងប្អូនទៅពិនិត្យមើលទឹកនៅខាងក្រៅដែលទឹកដែលហូរចោលហ្នឹងបាទបងប្អូនយកមកភ្លក់មើលប៉ុន្តែបងប្អូនកុំហូបយកមកភ្លក់មើលធម្មតាទៅបានហើយដំបូងឡើងរៀងស្លែមបន្ទាប់ពីស្លែមមករៀងផ្អែមបាទបើរៀងផ្អែមហើយចាំយើងបញ្ជូនចូលទៅ AO បាទយើងបញ្ជូនទៅ AO អញ្ចឹងខ្ញុំបញ្ជាក់បងប្អូនមិនមែនធុងទី2នេះទេណាបងប្អូនគឺធុងទី3ហើយនឹងធុងទី4សម្រាប់យើងលាងសម្អាតណាតែដោយសារតែនេះសេរីចេញក្រោយគឺគេមានក្បាលនេះបាទប្រភេទក្បាលហ្នឹងចាំខ្ញុំបញ្យល់ប្រាប់បងប្អូននៅពេលក្រោយតាក់ទងជាមួយអ្នកដែលទិញម៉ាស៊ីនក្រោយដែលមានប្រព័ន្ធក្បាលហ្នឹងណាបងប្អូនបាទអញ្ចឹងពិធីលាងដូចជាមានតែប៉ុណ្្នឹងទេបើសិនបងប្អូនឆ្ងល់អាចតាក់ទងខ្ញុំតាមឆាតឬតាម Telegram បន្តទៀតបានបាទ